ចាសួស្តីបងប្អូនថ្ងៃនេះយើងមកជួបគ្នាទៀតហើយតាក់ទងជាមួយនឹងការមើលការងារនៅលើ website បងធំណាចាអញ្ចឹងគឺថ្ងៃនេះគឺយើងមកមើលការងារទាំងអស់គ្នាហើយមកមើលការងារថ្ងៃនេះគឺយើងមើលផ្នែកទីផ្សារព្រោះឯយើងមិនទាន់បានមើលខាងផ្នែកទីផ្សារទេចាគឺផ្នែកលក់ហើយនឹងទីផ្សារណាចាអញ្ចឹងគឺយើងចូលទៅគេហទំព័របងធំ .com ហើយយើងចុចទៅលើ job category អញ្ចឹងនៅក្នុង job category គឺយើងអូសចុះក្រោមមកអញ្ចឹងនៅពេលដែលយើងអូសចុះក្រោមគឺយើងនឹងមកដល់ខាងផ្នែកលក់ហើយនឹងទីផ្សារអញ្ចឹង sale ហើយនឹង marketing ណាចា sale marketing អញ្ចឹងខាងផ្នែក sale marketing នេះគឺការងារមិនដែលជាអត់ទេចានេះឥឡូវយើងមកដល់ហើយ sale marketing អញ្ចឹងមាន54មុខតំណែងចាអញ្ចឹងនៅក្នុងហ្នឹងគឺល្អសម្រាប់អ្នកដែលគាត់ចង់ធ្វើការផ្នែកទីផ្សារចាផ្នែកលក់ហើយនឹងផ្នែកទីផ្សារអញ្ចឹងលក់ហើយនឹងទីផ្សារហ្នឹងគឺគ្រាន់តែខុសគ្នាបន្តិចទេគ្រាន់តែលក់គឺយើងផ្ដោតទៅលើធ្វើម៉េចឲ្យសេវាហើយនឹងផលិតផលហ្នឹងគឺលក់ដាច់ណាគឺដឹងតែសំខាន់គឺដឹងតែលក់ទេណាចឹងយើងដឹងពីគុណភាពផលិតផលនិងសេវាកម្មហើយយើងលក់ចេញហើយតកតងជាមួយនឹងផ្នែកទីផ្សារហ្នឹងគឺយើងធ្វើការផ្សព្វផ្សាយទៅលើផលិតផលនិងសេវាកម្មណាមិនថាតាមប្រព័ន្ធការផ្សព្វផ្សាយនៅខាងក្រៅឬមួយក៏នៅ social media ទេហៅ digital marketing ណាអញ្ចឹងអាហ្នឹងគឺខាងផ្នែកទូនាទីទីផ្សារណាចាអញ្ចឹងពីរហ្នឹងគឺធ្វើការនៅចិត្តគ្នាគ្រាន់តែមួយផ្ដោតនៅខាងលក់មួយទៀតផ្ដោតនៅខាងផ្នែកផ្សព្វផ្សាយហើយការងារទីផ្សារនេះគឺថាមានរហូតមិនដែលជាអត់ទេអញ្ចឹងល្អសម្រាប់អ្នកដែលគាត់មានគោលបំណងចង់ធ្វើការផ្នែកលក់ចង់ចេះខាងផ្នែកលក់ហើយនឹងផ្នែកទីផ្សារហើយថែមតែគាត់មានសញ្ញាបត្រផ្នែកខាងគាត់សិក្សាផ្នែកខាងទីផ្សារឬក៏ផ្នែកលក់ទៀតគឺកាន់តែត្រូវតែម្ដងណាចាអញ្ចឹងនៅក្នុងនេះសម្រាប់និស្សិតដែលគាត់កំពុងតែសិក្សាក៏ដូចជាអ្នកដែលគាត់មានបទពិសោធន៍រួចហើយឬសម្រាប់កន្លែងខ្លះទៀតគឺគាត់អត់ត្រូវការបទពិសោធន៍ផងណាហើយតកតងជាមួយនឹងចំណេះដឹងហ្នឹងក៏មិនតម្រូវការច្រើនទៀតផងអញ្ចឹងគឺយើងអាចធ្វើបានហើយណាតកតងជាមួយនឹងខាងផ្នែកលក់ហើយនឹងផ្នែកទីផ្សារហើយក៏មាន internship ផងដែរដូចជានៅខាង Total Enterprise Marketing Cambodia Co Ltd គឺគាត់ត្រូវការ sales support intern ណាអញ្ចឹង sales support intern ហ្នឹងយើងធ្វើការក៏បានប្រាក់ខែដែរណាចាបានទាំងបទពិសោធន៍ហើយបានទាំងប្រាក់ខែទៀតផងដូច្នេះគឺពិតជាល្អមែនទែនសម្រាប់ពួកយើងដែលកំពុងតែសិក្សាក៏ដូចជាអ្នកដែលមានគោលបំណងចង់ធ្វើការនៅខាងផ្នែកទីផ្សារហ្នឹងណាចាផ្នែកលក់ឬក៏ផ្នែកទីផ្សារអញ្ចឹងឥឡូវយើងមើលនេះគឺនៅខាង KH Premium Co Ltd ណាចាអញ្ចឹងគឺការងារប្រកបយើងចូលមើលបន្តិចណាគ្រាន់ថាចានៅក្នុងនេះគឺគាត់ត្រូវការផ្នែកលក់ឬក៏ផ្នែកទីផ្សារហ្នឹងដែរត្រូវការ3នាក់ណាប៉ុន្តែគាត់ដាក់ជាភាសាចិនអញ្ចឹងនៅក្នុងនេះគឺបើយើងមើលទៅគឺតម្រូវការគឺត្រូវការអ្នកចេះចិនតែម្ដងប្រសិនបើយើងមិនចេះចិនទេគឺយើងដាក់ទៅយើងអត់ដឹងអីដដែលដូច្នេះគឺនៅតែអត់ជាប់ទេអញ្ចឹងសម្រាប់អ្នកដែលចេះភាសាចិនគឺត្រូវតែម្ដងតម្រូវការគឺអត់ត្រូវការច្រើនទេណាអញ្ចឹងយើងមើលទៅដោយសារតែនេះគឺជាក្រុមហ៊ុនចិនហើយគាត់ម្ចាស់ក្រុមហ៊ុនគាត់មិនចេះភាសាគាត់ផ្ដោតទៅលើអ្នកដែលចេះអក្សរចិនច្រើនដូច្នេះគឺគាត់ដាក់ផ្សាយចេញជាចិនណាចាឥឡូវយើងមកមើលបន្ថែមទៀតណាសំទោសយើងគ្រាន់តែចូលមើលចុចកន្លែងណាដែលយើងមើលនេះហើយដូចជាចានៅខាង Total Enterprise Marketing Cambodia Co Ltd ហ្នឹងគឺគាត់មានមុខតំណែងច្រើនណាតាក់ទងជាមួយនឹងក្រុមហ៊ុនរបស់គាត់អញ្ចឹងបើយើងចង់ធ្វើការនៅកន្លែងហ្នឹងគឺយើងចុចទៅក្រុមហ៊ុនហ្នឹងទៅគឺយើងមានឃើញការងារច្រើនដែលកំពុងតែផ្សព្វផ្សាយនៅខាងក្រុមហ៊ុនហ្នឹងណាអញ្ចឹង B2B Commercial Sales Executive ណាអញ្ចឹង business to business ណាអញ្ចឹងយើងលក់ពីអ្នក business ទៅអ្នក business ណាចាហើយនេះនៅខាងProvincial Operation Officer ចានៅខាងទឹកស្អាត1100 ORG ណាចាក៏ត្រូវការបុគ្គលិកផ្នែក Provincial Operation Officers Sales and Marketing Manager and Compliance Officer នៅខាង CENP Corporation Ltd Technical Sales Specialist and Technical Support Specialist នៅខាង SIS Technology Cambodia Co Ltd ចា various position នៅខាង
LOLC Cambodia PLC អញ្ចឹងពេលដែលគេដាក់ various positions គឺមានន័យថាក្នុងហ្នឹងផ្សាយចាប់ពីមុខតំណែងឡើងទៅចានៅក្នុងសេចក្តីប្រកាសមួយ Consulting Manager and Marketing Specialist ចឹងនៅខាង AIMS Cambodia Ltd បុគ្គលិកផ្នែកទីផ្សារ agent ចាចឹងនៅខាង LCM supplier ហ្នឹងគឺគាត់ត្រូវការប្រញាប់តែម្ដងចាចឹងនៅក្នុងហ្នឹងគឺយើងឃើញតកតងជាមួយនឹងការងារផ្នែកលក់ហើយនឹងផ្នែកទីផ្សារចាគឺពិតជាច្រើនហើយមានរហូតតែម្ដងណាចឹងចានេះនៅខាង Has ចានៅខាង Has Adventure Cambodia Ltd Sales Technical Officer ចាអញ្ចឹងតកតងជាមួយនឹងការងារទាំងអស់ហ្នឹងគឺយើង complete ណាយើងចុចចូលទៅហើយយើងមើលព័ត៌មានរំអិតដែលគេមានបង្ហាញនៅក្នុង announcement description ហ្នឹងគឺតកតងជាមួយនឹងព័ត៌មានរបស់ក្រុមហ៊ុនហើយតកតងជាមួយនឹងមុខតំណែងតម្រូវការចាទាំងប្រាក់ខែទាំងការងារហើយនឹងអត្ថប្រយោជន៍ផ្សេងហើយជាពិសេសហ្នឹងគឺតម្រូវការការងាររបស់យើងណាអញ្ចឹង duty and responsibility តើយើងទទួលខុសត្រូវការងារអីគេខ្លះណាយើងមើលនៅខាងក្រោមហ្នឹងទៅហើយ requirement តម្រូវការនៅពេលដែលយើងតម្រូវការឲ្យយើងអាចដាក់ពាក្យទៅលើមុខតំណែងហ្នឹងបានអញ្ចឹងគេតម្រូវការអីខ្លះដូចជា Bachelor degree in agronomy or related field ណា significant experience 2 year minimum អញ្ចឹង 2 year minimum in sales and marketing or agronomy ណាចាអញ្ចឹងគឺនៅខាងក្រោម requirement ហ្នឹងគឺជាលក្ខខណ្ឌគឺជាតម្រូវការដែលខាងក្រុមហ៊ុនគាត់ត្រូវការឲ្យអ្នកហ្នឹងមុនពេលដែលដាក់ពាក្យហ្នឹងគឺយ៉ាងហោចណាស់ក៏ត្រូវតាមតម្រូវការខ្លះណាដែលក្រុមហ៊ុនមានតម្រូវការអាចដាក់ពាក្យបានចឹងមានន័យថាតកតងជាមួយនឹងសមត្ថភាពរបស់យើងតែម្ដងចំណេះដឹងណាចំណេះដឹងហើយនឹងបទពិសោធន៍តកតងជាមួយនឹងចំណេះដឹងបទពិសោធន៍ជំនាញដែលយើងមានណាហើយបន្ទាប់មកគឺយើងត្រូវមើលកន្លែង how to apply អញ្ចឹងនៅក្នុង how to apply ហ្នឹងក្រុមហ៊ុនមួយគឺគាត់មានតម្រូវការខុសៗគ្នាណាចាហើយនៅក្នុងហ្នឹងគឺយើងមើល contact detail complete នៅពេលដែលយើងចូលមើលព័ត៌មានការងារយើងត្រូវឆែកមើលព័ត៌មានបន្ថែមណាព័ត៌មានបន្ថែមហ្នឹងគឺដូចជាក្រុមហ៊ុនគាត់ដាក់ website ចូលឬក៏ Facebook page របស់គាត់ហ្នឹងគឺយើងចុចចូលទៅមើលទៅណាដើម្បីឲ្យគេយើងដឹងព័ត៌មានបន្ថែមរបស់ក្រុមហ៊ុនហ្នឹងមុនពេលដែលយើងធ្វើការដាក់ពាក្យទៅហើយនៅពេលដែលយើងចំណាយពេលរៀបចំប្រវត្តិរូបដើម្បីដាក់ពាក្យចេញទៅគឺយើងមិនចំណាយពេលច្រើនក្នុងការដែលយើងមានការខកចិត្តទៅលើមុខតំណែងមួយហ្នឹងណាចាចឹងនៅក្នុងនេះគឺជាព័ត៌មានបន្ថែមដែលយើងមិនធ្លាប់បានដឹងបានស្គាល់ក្រុមហ៊ុនពីមុននៅពេលដែលគាត់ដាក់ព័ត៌មានចូលទៅគឺយើងអាចដឹងយើងអាចយល់ខ្លះហើយណាការដែលយើងមើលទៅអានយូរទៅគឺយើងដឹងណាយើងដឹងថាតើក្រុមហ៊ុនធ្វើអ្វីហើយការងារទាំងអស់ហ្នឹងហើយអ្វីដែលក្រុមហ៊ុនធ្វើហ្នឹងគឺយើងគិតថាយើងពេញចិត្តធ្វើដែរទេណាចាអញ្ចឹងនេះគឺជាអ្វីសំខាន់ណាស់ណាតកតងជាមួយនឹងព័ត៌មានបន្ថែមយើងស្វែងរកហើយក៏យើងដឹងថាក្រុមហ៊ុនហ្នឹងគឺគាត់ពិតជាត្រូវការបុគ្គលិកពិតប្រាកដទីតាំងរបស់គាត់នៅកន្លែងណាណាចាចឹងនេះគឺជាអ្វីដែលយើងត្រូវមើលចាំមិនថាក្រុមហ៊ុនហ្នឹងគាត់នៅទីណាកន្លែងណាប្រសិនបើក្រុមហ៊ុនហ្នឹងគឺយើងធ្លាប់មើលម្ដងពីរដងពីមុនមកឬក៏យើងធ្លាប់ស្គាល់ច្បាស់ហើយយើងអាចនិយាយបានថាគ្រាន់តែមើលឃើញព័ត៌មាននៅខាងគាត់ហ្នឹងក៏យើងអាចជឿជាក់ទុកចិត្តបានដែរថាហ្នឹងគឺជាការងាររបស់ក្រុមហ៊ុនមួយហ្នឹងណា